ជំរាបសួរពុកម៉ែបងប្អូនដែលជាអតិថិជនរបស់ Men Tech Power ធួថ្ងៃនេះយើងមានអតិថិជនគាត់មកមើលផ្ទាល់ដល់ឃ្លាំងតែម្ដងតាក់ទងជាមួយនឹងម៉ាស៊ីនកិនស្រូវរែងគ្រោះរែងការស្មៅលៀងក3ផ្លូវមានម៉ាស៊ីនយោងទៀតជាលក្ខណៈខ្នាតអាជីវកម្មជាក់ស្ដែងគាត់បានតាក់ទងយើងតាមរយៈឆាតរួចហើយតែថ្ងៃនេះគឺគាត់ចង់មកមើលផ្ទាល់ដើម្បីតេស្តហើយដឹកជញ្ជូនដល់គាត់តែម្ដងដូច្នេះតែជួបជាមួយគាត់ទៅបាក់សំជេងបងជំរាបសួរបងបាទជំរាបសួរពេញចិត្តជាមួយនឹងម៉ាស៊ីនហ្នឹងណាបងបាទពេញចិត្តបងចាប់អារម្មណ៍យូរទេបងខ្ញុំចាប់អារម្មណ៍យូរដែរហើយតាំងពីឃើញចេញដំបូងមកចាប់អារម្មណ៍ដែរចាប់អារម្មណ៍យូរបងណាបាទតែតើជាមួយនឹងម៉ាស៊ីនកិនស្រូវកន្លែងយើងមានច្រើនខ្នាតមិនអត់បងពេញចិត្តជាមួយនឹងខ្នាតធំនេះតែម្ដងទេបងខ្ញុំចាប់អារម្មណ៍ព្រោះម៉ាស៊ីននេះធ្វើការលឿនហើយងាយស្រួលមិនហត់យោងទៅយោងមកយើងមានប្រដាប់យោងមកដាក់នេះហើយជាពិសេសវាមិនរំខានដល់ការហុយវាកតុកកាមឲ្យវាយចូលទៅមកកន្លែងបាទហើយណាមួយខ្ញុំឆ្លាញ់ព្រោះថាធ្វើការបានលឿនហើយវានំមកកន្លែងអត់ញ៉ៃញ៉ៃទៀតយើងចន្ទីឃ្លាយើងប្រើបានតូចបាទបងអត់ត្រូវប្រើញ៉ៃញ៉ៃអីពីនេះទៅនោះអីដូចជាពុកម៉ែបងប្អូនបានឃើញអញ្ចឹងម៉ាស៊ីនយោងយើងអត់ទាន់យកមកតិចទៀតយើងនឹងបំពាក់ម៉ាស៊ីនយោងមួយទៀតដើម្បីងាយស្រួលក្នុងការចាក់ស្រូវចេញជាអង្គបាទជាផ្សេងគឺខ្ញុំឆ្លាញ់ទាំងរែងតិចតិចបាទដើម្បីសុវត្ថិភាពដល់គ្រឿងចាក់ក្នុងទៀតចឹងដល់ពេលយើងកិនស្រូវទៅវាអត់មានដោយគ្រោះដោយការស្មៅទេបាទចុះបងតាក់ទងជាមួយនឹងការដាំស្រូវហ្នឹងបងដាំស្រូវប្រភេទពូជអីដែរបងខ្ញុំដាំទេប្រភេទស្រូវពូជស្រូវសស្រូវសបាទតែខាងខ្ញុំចូលចិត្តដាំស្រូវសហ្នឹងព្រោះបាយឆ្ងាញ់ហើយមិនរឹងមិនទន់អូធ្លាប់តែលឺស្រូវផ្កាម្លិះស្រូវរំដួលអញ្ចឹងណាបងជាប្រភេទពូជស្រូវស្រូវសបាទនៅខាងណាវិញបងខ្ញុំនៅខាងខេត្តប្រាសាទស្រុកភ្នំកវាញតំបន់មូលឃុំសត្រេភាគច្រើនអ្នកនៅខាងពោធិ៍សាត់ហ្នឹងដាំស្រូវសនឹងច្រើនមែនបងនៅតាមទេខាងខ្ញុំហ្នឹងទេខាងតំបន់ខ្ញុំទេដាំទីគេចិត្តស្រុកទេគេដាំតែស្រូវដែលគៀកខ្នោះគេដាំស្រូវទុនដូចជាការអំដួលការខ្ញី OM អីហ្នឹងឡើងទៅចូលដឹកដល់ខាងខ្ញុំឆ្ងាយអញ្ចឹងខ្ញុំធ្វើតែស្រូវណាដែលស្រួលងាយស្រួលដល់រាំងរស់ល្មមទុំជ្រូតយកនឹងបណ្ដោយជិះបងដាំស្រូវសហ្នឹងប៉ុន្មានហិកតាដែរបងខ្ញុំដាំជាទូទៅខ្ញុំដាំ5ហិកតាទៅ6បាទអូច្រើនដែរចុះតាក់ទងមួយទីផ្សារមិនដែរបងទីផ្សារហ្នឹងតែយើងបង្កើតខ្លួនឯងយើងមានម៉ាស៊ីននេះទៅយើងប្រមូលផលមកកិនទុកលក់ខ្លះយើងលក់ឲ្យឈ្មួញខ្លះទៅយើងកាញ់មើលនៅភូមិយើងត្រូវការអង្គឆ្នាំហ្នឹងអស់ប្រមាណមានគេ100ច្រើនអត់ដល់ពេលខ្ញុំមានចេះស្រេចខ្ញុំកិនតម្រៀបលក់ទៅបាទហើយដល់ពេលអាជីវកម្មបាទខ្ញុំធ្វើអាជីវកម្មខ្នាតកណ្ដាលទេមិនទាន់ធំទេបាទបងបើជួបជ័យយើងលូនទៅធំទៀតហើយជាពិសេសអ្នកដែលគេបងប្អូនយើងគេដឹងថាយើងកិនបានស្អាតកិនបានល្អហើយលឿនសេវាលឿនទៀតគេមកសម្រុកកិនតែយើងទេគេអត់កិនតាមផ្ទះទៀតទេព្រោះវាបាត់អង្គគេដែរតែនេះវិធីកម្មរៀងនៃខ្លួនទេណាអ្នកណាចំណូលខ្ញុំគេយកមកកិនខ្ញុំឬក៏ឲ្យខ្ញុំទៅយកពីផ្ទះគេមកកិនដូចមុនក៏បានបាទអត់តែខ្ញុំថាទទួលកិនមិនខ្វះទេអ្នកទ្រាំទ្រដូចមុននេះបានសាកសួរបងដែរបងថាទិញម៉ាស៊ីនកិនស្រូវក្នុងអាជីវកម្មនេះទៅចំណេញច្រើនបានកតុទៀតត្រូវអត់បងបាទចុះបងមានចំសัตว์ចំអីត្រូវបងមុនខ្ញុំចំច្រើនមានដាក់មេជ្រូកមន់ទិញជូលមានជ្រូកលក់ចេញកើតពេញវាលពេញកាលដោយសារតែម៉ាស៊ីនយើងអាចគ្រប់គ្រងចំណីបានយើងទិញចំណីដែលគេផលិតពីក្រៅប្រទេសបានមែនតែយើងត្រូវផ្គត់ផ្គង់របស់យើងជាពិសេសគឺស្រូវនឹងដល់បាទខែនេះខ្ញុំបដាក់បងប្អូនយើងទៅម្នាក់1តោន2តោនអញ្ចឹងទៅដល់ពេលប្រមូលផលយើងយកមកទុកដាក់ស្អាតមកដល់ពេលខែនេះវិញយើងទម្លាក់កិនជាអង្គលក់វិញទៅកតុកកញ្ចុះយើងបែងចែកតាមនឹងទៀតទៅបាទបងហើយបើយើងយកទៅកតុកចេញខាងនេះបាទចឹងដល់ពេលចេញកតុកមកបងយកកតុកហ្នឹងទៅលាយជាចំណីសម្រាប់សัตว์ចាំបងទៀតបាទពិសេសមែនតើអរគុណច្រើនបងដែលបានមើលដល់ទីតាំងតិចទៀតលោកអ្នកនឹងបានទស្សនាជាមួយនឹងការតេស្តផ្ទាល់ដើម្បីឲ្យបងប្រុសមានទំនុកចិត្តកាន់តែខ្លាំងជាពិសេសយើងនឹងមានការដឹកជញ្ជូនដល់ទីតាំងរបស់គាត់ថែមទៀតផងដូច្នេះរីកទស្សនាជាមួយនឹងការកិនដោយតទៅបាក់សំជើញ